បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចថ្មីមួយទៀតទាក់ទងជាមួយនឹងការប្រើប្រាស់រូបមន្ត Count X អញ្ចឹង Count X គឺជាអនុគមមួយសម្រាប់រាប់ចំនួនអ្វីមួយដែលមានលក្ខខណ្ឌតែមួយរូបមន្ត Count X គឺស្មើ Count X បើវងកញ្ចក់រែងក្បៀស criteria រែងបានន័យថាតំបន់នៃសេដែលអនុញ្ញាតបាទដែលអនុញ្ញាតស្ថិតនៅចំណែក criteria គឺជាអនុញ្ញាតដែលស្ថិតនៅក្នុងសេដែលត្រូវរាប់បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមានតារាង Excel មួយមានទិន្នន័យបែបនេះបាទមានលេខរៀងមានឈ្មោះមាន ID ភេទថ្ងៃកំណើតហើយនឹងទីកន្លែងកំណើតទូនីតិនិងប្រាក់ខែបន្តមកទៀតគឺបាទខ្ញុំចង់រាប់ចំនួនបុគ្គលិកនារីបាទអញ្ចឹងយើងរាប់ចំនួនបុគ្គលិកនារីអញ្ចឹងនារីគឺជាលក្ខខណ្ឌបាទមានន័យថាយើងរាប់តែនារីបរិសុទ្ធយើងអត់រាប់ទេបាទអញ្ចឹងជាដំបូងគឺយើងដាក់សញ្ញាស្មើហើយយើងសរសេររូបមន្ត count if បាទ count if បើវងកញ្ចក់បន្តមកទៀតយើងរាប់បុគ្គលិកនារីបាទយើងរាប់បុគ្គលិកនារីអញ្ចឹងប្រកាសជាយើងរាប់ភេទបាទអញ្ចឹងយើង select លើភេទទាំងអស់បាទ select លើភេទហើយយើងក្បៀស1 criteria បាទ criteria គឺជាការកំណត់យកលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌដែលយើងត្រូវរកនោះគឺយើងរកនារីបាទអញ្ចឹងយើងដាក់ថ្មីកដលហើយយើងសរសេរអក្សរ S ហ្នឹងគឺតំណាងឲ្យភេទស្រីបាទឬក៏នារីបាទអញ្ចឹងយើងបិទថ្មីកដលយើងបិទពងកញ្ចក់ enter យើងនឹងឃើញចំនួន6នាក់បាទហើយបន្តទៀតយើងរាប់ចំនួនបុគ្គលិកបរិសុទ្ធអញ្ចឹងដូចគ្នាដែរយើងប្រើរូបមន្ត count x បើកវងកញ្ចក់បាទយើង select ទៅលើបាទជួរលក្ខខណ្ឌរបស់យើងហើយបន្តមកទៀតយើងក្បៀស1ហើយយើងដាក់ថ្មីកដលបាទយើងសរសេរលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌគឺយើងរកភេទប្រុសបាទអញ្ចឹងយើងសរសេរអក្សរ M ហើយយើងបិទថ្មីកដលបិទវងកញ្ចក់យើងនឹងឃើញចំនួនបាទភេទបរិសុទ្ធបន្តទៀតគឺយើងរាប់ចំនួនបុគ្គលិកមកពីខេត្តតាកែវអញ្ចឹងដើម្បីរាប់ចំនួនបុគ្គលិកមកពីខេត្តតាកែវគឺយើងស្មើ count x ដូចគ្នាហើយយើងបើកវងកញ្ចក់បាទហើយបន្តមកទៀតគឺយើង select ទៅលើខេត្តទីកន្លែងកំណើតបាទជួរនៅលក្ខខណ្ឌរបស់យើងបន្តមកទៀតយើងក្បៀសយើងសរសេរលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌគឺតាកែវបាទលក្ខខណ្ឌតាកែវគឺយើងដាក់ថ្មីកដលសរសេរពាក្យថាតាកែវហើយយើងបិទថ្មីកដលមកវិញបន្ទាប់មកយើងបិទវងកញ្ចក់បាទ enter នោះយើងឃើញចំនួនអ្នកមកពីខេត្តតាកែវមានចំនួន5នាក់បាទអញ្ចឹងតើតើនឹងរូបមន្ត count x គឺមានតែប៉ុណ្្នឹងបាទសូមអរគុណ